អ៊ុយក្រែនអះអាងថាខ្លួនបានបញ្ចប់ការវាយប្រហាររយៈចម្ងាយឆ្ងាយដ៏ធំបំផុតនៃសង្គ្រាមជាមួយរុស្ស៊ីកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានប្រើប្រាស់យន្តហោះដ្រូនគ្មានមនុស្សបើកដើម្បីបើកការវាយប្រហារដ៏ធំជាបន្តបន្ទាប់លើយន្តហោះចម្បាំងរុស្ស៊ីចំនួន40គ្រឿងនៅឯមូលដ្ឋានយោធាចំនួន4ប្រភព SBU បាននិយាយថានៅក្នុងចំណោមយន្តហោះរុស្ស៊ីដែលរងការវាយប្រហារនោះមានយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរយុទ្ធសាស្ត្រហៅថា Tu-95 និង Tu-22M3 ក៏ដូចជាយន្តហោះចម្បាំងព្រមានមុន F-50 នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាយន្តហោះគ្មានមនុស្សបើកចំនួន117គ្រឿងត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការដែលហៅថា Spider's Web ប្រភព SBU បានប្រាប់ BBC News ថាខ្លួនបានចំណាយពេល1ឆ្នាំកន្លះដើម្បីរៀបចំការវាយប្រហារនេះដោយយន្តហោះគ្មានមនុស្សបើកបំពាក់គ្រឿងផ្ទុះលាក់ខ្លួននៅក្នុងឧបករណ៍ចល័តដំណើរការពីចម្ងាយនៅលើរថយន្តដឹកទំនិញនៅពេលដែលវាធ្វើដំណើរទៅជិតមូលដ្ឋានទ័ពយន្តហោះចាប់ផ្ដើមហោះចេញទៅវាយប្រហារនៅក្នុងពេលដែលត្រឹមត្រូវអ៊ុយក្រែនបានលួចនាំចូលយន្តហោះដ្រូននេះនិងឧបករណ៍ពាក់ព័ន្ធផ្សេងទៀតទៅរៀបចំដំឡើងនៅក្នុងប្រទេសរុស្ស៊ីតែម្ដងលោក Zelensky មានមោទកភាពចំពោះជោគជ័យនេះដោយសារតែការិយាល័យនៃប្រតិបត្តិការនេះស្ថិតនៅលើទឹកដីរុស្ស៊ីនិងថែមទាំងមានទីតាំងនៅក្បែរនឹង FSB ដែលជាសេវាសន្តិសុខរដ្ឋដ៏មានឥទ្ធិពលរបស់ក្រុងមូស្គូក៏ប៉ុន្តែរុស្ស៊ីមិនអាចចាប់បានអ៊ុយក្រែនថានឹងបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតនៅក្នុងពេលឆាប់ៗលោក Zelensky ក៏បាននិយាយដែរថាមនុស្សទាំងអស់ដែលពាក់ព័ន្ធនៅក្នុងប្រតិបត្តិការបានចាក់ចេញដោយសុវត្ថិភាពពីប្រទេសរុស្ស៊ីមុនពេលមានការវាយប្រហាររុស្ស៊ីបានបញ្ជាក់ពីការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងតំបន់ចំនួន5និងហៅថាជាការវាយប្រហារភេរវកម្មក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថាមូលដ្ឋានទ័ពអាកាសនៅក្នុងតំបន់ចំនួន5របស់ប្រទេសបានរងនឹងការវាយប្រហារមូលដ្ឋានទ័ពអាកាសទាំងនោះមាននៅក្នុងតំបន់ដូចជាIvanovo, Ryazan និង Amur រុស្ស៊ីបញ្ជាក់ថាអ្នកចូលរួមមួយចំនួននៅក្នុងការវាយប្រហារនេះត្រូវបានចាប់ឃុំខ្លួនទន្ទឹមគ្នារុស្ស៊ីក៏បានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលដ៏ធំអស់ពេញមួយយប់លើទឹកដីរបស់អ៊ុយក្រែនដែរអាជ្ញាធរអ៊ុយក្រែនបាននិយាយថាយន្តហោះគ្មានមនុស្សបើកចំនួន472គ្រឿងនិងមីស៊ីលផ្លោងចំនួន7គ្រាប់បានវាយប្រហារមកលើអ៊ុយក្រែនសង្គ្រាមយន្តហោះគ្មានមនុស្សបើកនេះកើតឡើងនៅពេលដែលអ្នកចរចារុស្ស៊ីនិងអ៊ុយក្រែនធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទូគីម្ដងទៀតដើម្បីចូលរួមនៅក្នុងកិច្ចចរចាសន្តិភាពជុំទី2នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះការរំពឹងទុកអំពីលទ្ធផលគឺមានកម្រិតទាបដោយសារភាគីជម្លោះទាំងពីរនៅឃ្លាតឆ្ងាយពីគ្នាអំពីរបៀបបញ្ចប់សង្គ្រាមចំណែកការចរចាជុំទី1ដែលធ្វើឡើងកាលពីជាង1សប្តាហ៍មុនសម្រេចបានការដោះដូរអ្នកទោសច្រើនបំផុតតាំងពីផ្ទុះសង្គ្រាមឆ្នាំ2022ប៉ុន្តែគ្មានការយល់ស្របណាមួយអំពីវិធីបញ្ឈប់ការប្រយុទ្ធគ្នានោះទេ